The Working ជាឈ្មោះហៅក្រៅរបស់អគារ City First Marriott ដែលពីមុនគេស្គាល់ថាជា Swiss Real Building គឺជាអគារពាណិជ្ជកម្មមួយនៅក្នុងសង្កាត់ហិរញ្ញវត្ថុចម្បងរបស់ទីក្រុងឡុងនៃចក្រភពអង់គ្លេសលោក John Prescott ឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតលើផែនការនៅថ្ងៃទី23ខែសីហាឆ្នាំ2000ដើម្បីសាងសង់អគារ41ជាន់នេះកម្ពស់180ម៉ែត្រនិងឈរនៅលើទីតាំងចាស់ Baltic Exchange និង Chamber of Shipping ដែលត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរក្នុងឆ្នាំ1992ដោយសារទម្លាក់គ្រាប់បែកអគារនេះត្រូវបានសាងសង់ដោយ Skanska ចាប់ផ្ដើមក្នុងឆ្នាំ2001បានបញ្ចប់ក្នុងខែធ្នូឆ្នាំ2003ដែលបានបើកដំណើរការជាផ្លូវការនៅថ្ងៃទី28ខែមេសាឆ្នាំ2004ខែកញ្ញាឆ្នាំ2006អគារនេះត្រូវបានដាក់លក់ជាមួយនឹងតម្លៃ600លានផោននៅថ្ងៃទី21ខែកុម្ភៈឆ្នាំ2007ទើបក្រុមហ៊ុន IVG Immobilien AG និងក្រុមហ៊ុនវិនិយោគចក្រភពអង់គ្លេស Evan Randall បានបញ្ចប់ការទិញអគាររួមគ្នារបស់ពួកគេក្នុងតម្លៃ630លានផោនដែលធ្វើឲ្យវាក្លាយជាអគារការិយាល័យដ៏ថ្លៃបំផុតរបស់ចក្រភពអង់គ្លេសការទិញបន្តទៀតនៅខែវិច្ឆិកាឆ្នាំ2014 The Working ត្រូវបានទិញក្នុងតម្លៃ700លានផោនដោយ Safra Group ដែលគ្រប់គ្រងដោយ Lebanese មហាសេដ្ឋីប្រេស៊ីល Joseph Safra Foster and Partner បានទទួលជោគជ័យពីការដេញថ្លៃរចនាប្លង់អគារ Virgin ក្នុងឆ្នាំ1999គម្រោងនេះគ្រប់គ្រងដោយ RWG Associates វិស្វកម្មរចនាសម្ព័ន្ធត្រូវការរចនាប្លង់ដោយ Foster and Associates ត្រូវបានពិពណ៌នាថារួមបញ្ចូលរចនាបថស្ថាបត្យកម្មផ្សេងៗស្ថាបត្យកម្មបច្ចេកវិទ្យាខ្ពស់ត្រូវបានគេស្គាល់ផងដែរថាជាការបញ្ចេញមតិរចនាសម្ព័ន្ធអំពី microclimate នៃអគារស្ពានខ្យល់ក្តៅចេញពីអគារក្នុងរដូវក្តៅហើយកម្ដៅអគារក្នុងរដូវរងាដោយប្រើកម្ដៅព្រះអាទិត្យអកម្មបង្គោលភ្លើងក៏អនុញ្ញាតឲ្យពន្លឺព្រះអាទិត្យឆ្លងកាត់អគារផងដែរធ្វើឲ្យបរិយាកាសស្ទង់មតិរបស់ក្រុមហ៊ុនស្ថាបត្យករធំជាងគេរបស់ពិភពលោកដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំ2006 BD World Architecture 200បានបោះឆ្នោតឲ្យអគារនេះជាអគារថ្មីដែលគួរឲ្យកោតសរសើរបំផុតនៅក្នុងពិភពលោកវាបានឈ្នះពានរង្វាន់ Emporis Skyscraper Award ឆ្នាំ2003